រៀនលះកំហឹងពេលជួបរឿងដែលអ្នកទាស់ចិត្តកុំអាលបញ្ចេញកំហឹងភ្លាមស្ដាប់សិនរកហេតុផលរកដំណោះស្រាយចូលរួមទាំងអស់គ្នាកុំចង់ឲ្យគេតាមយើងពេកពេលខឹងកុំអាលសម្រេចចិត្តឲ្យត្រជាក់ចិត្តសិនសឹមនិយាយបើគេខុសណែនាំទៅបើគេតាមសប្បាយចិត្តទៅបើគេមិនតាមទេកុំដុតខ្លួនឯងយូរពេករៀនបណ្ដោយខ្លះទើបមិនសូវកើតទុក្ខមិនមែនអ្វីចេះតែបានតាមចិត្តទេរៀនទ្រាំរៀនញញឹមទទួលយកការពិតនៃជីវិតជីវិតនេះគឺអញ្ចឹងឯងទ្រាំទៅរៀនសម្រាលទុកពីចិត្តអ្នកកុំបន្ទោសខ្លួនឯងកុំបន្ទោសអ្នកដទៃកុំប្រៀបធៀបនឹងជីវិតគេហ៊ានប្រឈមមុខចំពោះការពិតយល់ថាជីវិតតែមានបញ្ហាកុំមួម៉ៅចំពោះបញ្ហាព្យាយាមដោះបញ្ហាឲ្យអស់ពីសមត្ថភាពដោះបានប៉ុណ្ណាយកប៉ុណ្ណឹងចេះព្រមតាមសមត្ថភាពដែលយើងមានកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តអ្នកកុំសង្ឃឹមថាគេដូចចិត្តអ្នកគ្រប់រឿងដោះលែងខ្លួនអ្នកពីអតីតកាលកុំសូវព្រួយពេកជាមួយរឿងដែលមិនទាន់កើតឡើងរៀនរស់នៅបច្ចុប្បន្នឲ្យបានល្អកុំសូវយកពាក្យគេបញ្ឈឺមកគិតច្រើនពេកគេងឲ្យបានគ្រប់គ្រាន់ហូបឲ្យបានត្រឹមត្រូវស្ដាប់ធម៌អប់រំចិត្តរៀនកាត់ចិត្តអរគុណឧបសគ្គទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យរឹងមាំជាងមុន
ភាពបរាជ័យដែលបានប្រាប់ពីចំណុចខ្សោយរបស់ខ្ញុំអរគុណមនុស្សក្បត់ដែលបានបង្រៀនខ្ញុំឲ្យចេះមើលមនុស្សច្បាស់ជាងមុនអរគុណអ្នកធ្វើឲ្យខ្ញុំខឹងដែលបានបង្រៀនខ្ញុំឲ្យចេះអត់ធន់អរគុណការលំបាកទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យចេះទ្រាំអរគុណភាពក្រខ្សត់ដែលបានបង្រៀនខ្ញុំឲ្យចេះតស៊ូអរគុណរឿងអាក្រក់ទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យស្គាល់ពីការពិតនៃជីវិតអរគុណលោកពុកអ្នកម៉ែដែលបានបង្កើតខ្ញុំមកស្វែងយល់ពីជីវិតយើងម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវឲ្យយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុកពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុកថ្ងៃនេះអាត្មានឹងអាន
សិភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយគុំម៉ែថ្វាយគុំឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបុណ្យម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលោកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយក៏យើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតលរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសិភៅឈានទៅមុខបន្តសិភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់
ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានខ្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអានឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើតែយើងចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអានឹងនាំឲ្យមានកំហុសមានវិបដិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីព្រះពុទ្ធក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរកស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសំដែងតែរឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបនឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំសំពីសំពងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីជំពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីកម្មផលជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ទៅស្រក់ទឹកភ្នែកឯតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់499ដងហើយជាតិហ្នឹងជាជាតិទី500ហើយរួចពីហ្នឹងទៅខ្ញុំផុតពីកំណើតជាសត្វដេរិឆានហើយចូលហេតុអីបានជាជាមឯងយំជាមនឹងឆ្លើយថាខ្ញុំយំព្រោះអាណិតលោកតាឯងណាពីព្រោះខ្ញុំពីដើមក៏ធ្លាប់សម្លាប់សត្វជាមដោយលោកតាឯងដែរដោយសារខ្ញុំសម្លាប់ហ្នឹងបានខ្ញុំត្រូវធ្លាក់នរកឲ្យមកកើតជាសត្វជាមហ្នឹងត្រូវគេសម្លាប់499ដង500ទាំងជាតិហ្នឹងអញ្
chẳng ta nâng quật nhẹ mà đầy chẳng nhưng mà mà phép gọi chẳng tiền từ lọp mà vinh tha chiêm nâng sầm lạp kia mà đón á phân là đọc về trời kia sầm lạp vĩnh pram rồi đòn tàng chiết nâng chẳng bà bậc cam nâng về miền về khác ao Paul chẳng hơi ao Paul về khác tuôn kia ở đôi kia tề chỉ vật nâng bật thà cào máu không tây mà từ mũi bên tây Việt Nam chỉ vật đường rải mình đôi kia chẳng dương từ tu squat thì chỉ vật nâng chẳng hãy cầm nọt đăng tha về miền hai chẳng bạn bị chụp rương chẳng hãy dương xóm bon xóm của sao chỉ tì pưng từ nông lô hàng mục tới nông pê hàng mục tới mình chẳng bạch thằng triệt khỏi vậy thừa lọ bạch chụp bắn của bạn phò bạch chụp bắn đây dương có bảo đi khai tục chụp pua rương mình lọ đây khai lại nông bị pua đi khai tục tới vì thua ở bạp nó cao hơn cầm lăng lăng về nhẹ mền bạp nó thòi vậy thằng mà năng an sập hơi ở trong chất chiên từ mục và tỏ tiết ní đó là tập bọt mùi tiết vậy vì mình mến trọp nè bao chỉ trọp nè mình nghĩ bắt bằng từ nào tề tái bao miết bạp và cầm vì muốn một trọp nơi nâng mục có dốt mình bàn rứ có trơ bắt bằng từ vinh bà nè prăng thai óc bi sầm mặt tập hiệp hơi vì nơi tại bạch bóng miền này thà vì đào bên trời trời hơi vì mình mến chia ra ba nè tề sặc chớ bê vì túng vì trời tại chru tu bay nè khọt ông vó có vì mình đạp đài anh những khung này muối đi thề bây giờ thai đã xa là bỏ nó vừa bị chất bị tròn hai ai viên này tập bát là nó dương thở từ tu squat thật nhung phần thai ở hai bây giờ mình bạn thai hay bắt là nó mau bị dương bà bạch chụp bòn mệt bà tây tạ đây việc xong cái đây năng nào hôm nay thằng biết thọ chăm rừng muốiปีมนสมัยลูกโป๊ดโยมนั่งกอดนักท่ากอดเจนปีพนมปิ้งกอดอัดโยละบ่ไอเฉินเนี่ยปดเกิดได้ไอเจนปีพนมปิ้งกอดกึศแต่ปีลุละบ่โยลุยวิบัวลุยวิแสโยละบ่ไอวิงุนจังกอดด่าลุยตั้งกบบูตั้งเบยโยแต่ตามครูนกอดไปเจนปีพนมปิ้งปดเกี่ยวกับการทาที่ชุบใจเลยใหญ่ก่อนดังถ้าที่ชุบใจเลยเป็นนังคดโคยสเตะเติมมุกเลงหุ่ยถ้าใส่ประสาทมองเราโหดาวหน้ากรมครูซาเถอะบองกดเจ้าไปบัวเยอะเตอดกันอันนั้นอ่ะโดยทำเวดาวเปล่าตรวจเนินหนึ่งมุกแซ่บแต่việc xa khai tới chuyện là bỏ tầm lại linh mong anh nâng đào pê là bởi vậy không cắm miền này thề bọn để dương thở sau phao trộp nâng đoạn chân trộp nâng tây chi là bỏ bàn cả nơi sơ máy bột cá của miền đây bởi còn xóm trộp miệt bình tới sẽ phải trông khối là bỏ nâng bài tới khai tới chi chung từ mình đây nè tập bọt một tiếtพิจารณามันบานละออาทานเนี่ยมันบานพิจารณาบานละอัดละอ่อนมันบานสู้เกไอบานฉบับลัวจุ่มในดังมันกรุบกรอนเพื่อเอาเกเบาเนี่ยบานหรือเตะขาดบังเตอให้กร้อยเตะจำตุกเรียนกิดกู้ไอบานอัดละอ่อนมุนหนังสมัยจัดน่าให้เจ้าบ่าววิเคราะห์แต่หายเอาวิรุยแต่เจ้าจับประดามสายจิตทำไมอันนี้กลุ่มนัดเขมรใจไปคล้ายยืงพลอดสนิทยืงฉับยืงเกยืงมือคืนกิดหัวนังยืงโอ้บานนะดับปุ๊บลองจองตืออันนึงเวียจีการเฟปะให้ขนมปัจจุบัน
ក្នុងធម៌លោកហៅថាបយោគវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្ននឹងអត់ល្អការធ្វេសប្រហែសបញ្ញាស្មារតីមិនគ្រប់គ្រាន់មិនបានខ្សែគប់កល្យាណមិត្តឲ្យបានត្រឹមត្រូវសម្រេចចិត្តខុសអាហ្នឹងវាត្រូវតែទទួលស្គាល់ថាវាខុសហើយខ្ញុំកណាត់ថាភាពធ្លាប់ជួបបងអូនខ្លះដែលបើកអាជីវកម្មហើយដូចថាវាឡងចុងគាត់យកលុយឪពុកម្ដាយច្រើនណា$40,000អញ្ចឹងទៅគាត់បើកទៅយើងអត់មានប័ណ្ណពិសោធន៍យើងអត់ស្គាល់ទីផ្សារយើងអត់មានទំនាក់ទំនងជាមួយអតិថិជនត្រឹមត្រូវដួលខូចចិត្តហើយនៅអោបកសោបអានឹងទុកអាលុយក៏ខាតអាចិត្តក៏ខូចចុងក្រោយកើតជំងឺផ្សែងផ្សាទៀតអានឹងគ្រោះថ្នាក់វាត្រូវតែប្រឡែងនឹងឯងម្ដាយឪពុកនឹងគ្មានយកទោសយកបីកូនអីទេប៉ុន្តែកូននឹងអោបកំហុសនឹងមិនព្រមប្រឡែងបើមិនព្រមប្រឡែងក៏វាត្រូវតែខាតហើយ$40,000ហ្នឹងអស់ហើយមានបានអីមកវិញកើតទុកប៉ុណ្ណាក៏វាអស់ដែរថ្ងៃហ្នឹងមកភាពនឹងអានសភៅឈានទៅមុខសភៅអប់រំចិត្តបន្តទៀតបងនេះអត្ថបទមួយនិយាយពីពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីនេះអន្តបទហ្នឹងនិយាយពីថាយើងវានៅក្មេងខ្ចីចំណេះដឹងបទពិសោធន៍ហើយក៏ចាប់ផ្ដើមមុខរបរការងារទៅវាទៅខាតវាទៅបង់វាជាធម្មតាវាតែងតែអញ្ចឹងឯងអញ្ចឹងយើងយកអ្វីដែលជួបប្រទះហ្នឹងជាមូលដ្ឋាននៃការសម្រេចចិត្តពេលក្រោយហើយយើងទៅមុខទៀតកុំដេកអោបកសោបរឿងមិនល្អហ្នឹងធ្វើឲ្យយើងទៅមុខមិនឆ្ងាយទេនេះអត្ថបទមួយទៀតនិយាយពីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាពុទ្ធជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងរួចបន្តទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតជាពុទ្ធជននឹងវាមានពេលខ្លះខឹងទុបបានក៏និយាយសម្ដីជ្រុលជ្រោះមិនថាតែញោមនៅគ្រប់គ្រងផ្ទះតែអ្នកបួសហ្នឹងក៏ពេលខ្លះក៏នៅមិនអាចរក្សាចិត្តនឹងបានអញ្ចឹងខុសសុំទោសគេទៅខ្ញុំកណាវាជ្រុលជ្រោះមកពេលហើយអញ្ចឹងសុំខមាទោសសុំអភ័យទោសហើយតើកាលណាយើងចេះទទួលកំហុសជាទូទៅដូចថាភាគីម្ខាងទៀតគេស្រាលពីកំហឹងហ្នឹងហើយដែលវាក្តៅវាឆេះខ្លាំងនៅពេលដែលយើងខុសហើយយើងកែយើងកិច្ចកែនិយាយយកត្រូវអាហ្នឹងដូចចាក់សាំងចូលភ្លើងអញ្ចឹងក្តៅហើយតលរកន្លែងចប់អញ្ចឹងទើបអាចធ្វើដំណើរទៅមុខទៀតបើអញ្ចឹងនៅវល់ខឹងគុំស្អប់គ្នានឹងឯងអញ្ចឹងវាខុសសុំទោសឲ្យខ្ញុំវាជ្រុលជ្រោះខ្ញុំទទួលកំហុសនឹងការឆ្គាំឆ្គងរបស់ខ្ញុំមែនអាហ្នឹងហើយយើងកែប្រែខ្លួនទៅអាហ្នឹងបានយើងទៅមុខបានឆ្ងាយកុំដេកអោបកំហុសហ្នឹងនេះអត្ថបទមួយទៀតនិយាយពីស្រមោលអតីតកាលគ្រាន់តែជាស្រមោលរីឯវិបដិសារៈ
ជាបិសាចតាមលងបន្លាចអ្នកតាមពិតអតីតកាលបានរលត់បាត់ទៅហើយកុំក្រឡេកមើលវាញឹកញាប់ពេកបើមានពេលខ្លះវាមកលងអ្នកត្រូវកំណត់ដឹងថាវាជាបិសាចទេវាមិនមែនជាមិត្តអ្នកទេហើយផ្លាស់ចិត្តដូរអារម្មណ៍មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរនៅក្នុងធម៌ដូចជាមួយនឹងការអប់រំទូទៅដែរខណៈចិត្តដែលរលត់ទៅគឺបាត់ហើយជាចិត្តក្នុងអតីតលែងមានទៀតហើយប៉ុន្តែការក្តៅក្រហាយកុកចៈក្នុងភាសាអភិធម្មភាសាយើងប្រើរាល់ថ្ងៃហើយវិបដិសារៈឬក៏វិបដិសារីដែលយើងធ្លាប់ដឹងមកអានឹងវាមកតាមអុចយើងឲ្យក្តៅហើយអ្នកដែលមិនបានធ្វើទុកក្នុងចិត្តត្រូវទំនងគិតទៅពីក្តៅក្រហាយតែពិតរឿងហ្នឹងវាហួសហើយតាបើវាមកម្លងម្ដងកំណត់ដឹងថាអូកុកបច្ចៈហ្នឹងវាបដិសារៈហ្នឹងវាជាខ្មោចទេមិនមែនជាមិត្តដែលយើងត្រូវដេកអោបទេអញ្ចឹងតើដូរអារម្មណ៍មកគិតរឿងថ្មីនិយាយរឿងថ្មីធ្វើរឿងថ្មីលទ្ធផលក៏បានថ្មីដែរនេះអត្ថបទមួយទៀតនិយាយពីទោសនៃសង្សារវដ្តអវិជ្ជាធ្វើឲ្យមនុស្សសត្វវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសត្រូវដាក់ទោសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលខំប្រឹងសន្សំបុណ្យកុសលដើម្បីជាយានឲ្យបានរួចផុតពីទុក្ខក្នុងសង្សារវដ្តអានឹងក្នុងធម៌ជ្រៅទៅតែអ្នកដែលគ្រប់គ្រងសង្សារវដ្តនេះអវិជ្ជានឹងវាជាមេនៃសេចក្តីទុក្ខគ្រប់បែបយ៉ាងហើយវាពវល់យើងឲ្យជេរឲ្យលួចឲ្យឆក់ឲ្យប្លន់អីទាំងអស់ហ្នឹងហើយទោសហ្នឹងគឺទោសអវិជ្ជាដែលជាអ្នកគ្រប់គ្រងសង្សារវដ្តហ្នឹងអញ្ចឹងព្យាយាមសំបុណ្យសំបញ្ញាដើម្បីជាស្ពានជាស្បៀងធ្វើដំណើរចេញឲ្យផុតពីសង្សារវដ្តហ្នឹងកុំខឹងកុំស្អប់កុំគុំអ្នកណាអីយើងទាំងអស់គ្នានឹងសិតតែជាអ្នកទោសសង្សារវដ្តដូចគ្នាទេនេះអត្ថបទមួយទៀតនិយាយពីអនត្តាបើនិយាយដោយបរមត្ថគ្មានអ្វីជារបស់យើងឬជាខ្លួនយើងទេដែលយើងហៅថាអនត្តារូបក្តីចិត្តក្តីកើតរលត់ទៅតាមហេតុរបស់វាជាដំណើរនៃធម្មជាតិសុទ្ធសាធការយល់ច្រឡំដោយអវិជ្ជាថាមានយើងមានគេនាំឲ្យមានការប្រកាន់ហួងហែងដែលជាហេតុនៃសេចក្តីទុក្ខទាំងឡាយរៀនលះបង់នៅសេចក្តីប្រកាន់ថាមានខ្លួនអ្នកនឹងបានស្រាលពីទុក្ខទាំងពួងនឹងធម៌ជ្រៅហើយដូចថាសង្ខារស្អីស្អីទាំងអស់រួមទាំងយើងរួមទាំងគេរួមទាំងភពលោកខាងក្រៅហ្នឹងវាកើតពីហេតុពេលណាមានហេតុវាដូចជាគៀងដែលមាននៅសល់ប្រេងអញ្ចឹងជាគៀងក៏ឆេះទៅពេលណាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតយើងក្តីជីវិតគេក្តីតើមានហេតុទើបអាចនៅបន្តបានឬក៏តើមានហេតុទើបមនុស្សនឹងអាចទៅនិយាយទៅធ្វើល្អធ្វើអាក្រក់ហ្នឹងវាមានហេតុគ្រប់គ្រាន់មានបងម្នាក់នេះទាំងបងប្រុសបងស្រីសួរទៅគុណ
គេមិនចូលចិត្តកណាហ្នឹងដោយសារហេតុអីអាហ្នឹងយើងមើលខ្លួនឯងមើលវាមានហេតុឯនាំឲ្យគេមិនចូលចិត្តហ្នឹងឯងឧទាហរណ៍ថាសម្ដីសម្ដៅក្រកាយវិការមិនសមរម្យការងារមិនសូវធ្វើចូលចិត្តទម្លាក់កំហុសដាក់គេអត់ទូខុសត្រូវអីចឹងអាហ្នឹងហេតុដែលនាំឲ្យគេស្អប់គេមិនចូលចិត្តប៉ុន្តែទេខ្ញុំដូចជាល្អហើយมันជាមានសម្ដីសម្ដៅអីឆ្គាំឆ្គងទេមិនដឹងជាល្មិចបានគាត់មិនចូលចិត្តអាហ្នឹងរឿងអតីតមកវិញមិនដឹងថាយើងធ្លាប់មានពាវេរាជាមួយបុគ្គលនឹងឧបនិស្ស័យស្អប់គុំគួនពីណាមកអញ្ចឹងដល់ពេលជួបឃើញឥឡូវហ្នឹងវាថាมันសบายចិត្តហ្មងឃើញទៅដូចទាស់ទៅអាហ្នឹងវាមានកម្មពាវេរាមកឬក៏យើងធ្លាប់មានបាបកម្មរឿងជេរស្ដីអ្នកមានគុណស្អប់គុំគួនចំណែននន្ទាទៅអាបាបកម្មហ្នឹងវាប្រទាញឲ្យយើងទៅណាមកណាគេមិនសូវចូលចិត្តគេស្អប់ចឹងទៅអាហ្នឹងគាត់មានសំណួរហ្នឹងមួយហើយសំណួរមួយទៀតនេះគាត់សួរថាទៅក្នុងធម៌ហ្នឹងមាននិយាយពីរឿងនិយាយអូនដាក់ទេដូចថាសួយបើនិយាយពីរឿងសួយអាហ្នឹងក្នុងធម៌យើងនិយាយពីអកុសលវិបាកមានន័យថាផលរបស់អកុសលកម្មហោសិខាទៅគ្រោះថ្នាក់ទៅគេជេរទៅចឹងបើនិយាយពីថាថ្ងៃសួយវាមានន័យថាថ្ងៃដែលយើងទទួលផលវិបាកនៃបាបកម្មចាស់អាហ្នឹងមិនចាំបាច់តែយើងសាមញ្ញជនទេព្រះសម្មាសម្ពុទ្ធក៏ពេលខ្លះគេជេរទៅពេលខ្លះក៏រកចង្ហាន់ឆាន់មិនសឹងបានទៅក្នុងត្រៃបិដកភាគ1ហ្នឹងពេលមួយអ្នកស្រុកកើតទូរភឹកអត់បាយទាំងលោកទាំងប្រសក់ហ្នឹងអត់បាយលោកឆាន់បាយសេះទៅហើយព្រះអង្គក៏មានអាពាធទៅព្រះអង្គគេជេរមួយអាទិត្យដល់រហូតដល់ព្រះអានន្ទឧបថារបស់ព្រះអង្គថាព្រះអង្គអើយកុំទៅអីផ្លូវហ្នឹងគេជេរទៅផ្លូវនោះវិញព្រះអង្គថាចុះបើទៅផ្លូវនោះគេជេរទៀតទៅមួយទៀតបានព្រះអង្គថាអានន្ទគេជេរតែ7ថ្ងៃក៏វាសัตว์បាត់ហើយវាស្ងប់ហើយជេរវាហត់ទៅណាអញ្ចឹងអ្នកណាក៏មានដែររឿងសោយរឿងផលវិបាកនៃកម្មចាស់ហ្នឹងប៉ុន្តែវាមានរឿងមួយដែលយើងអាចការពារបានដែររឿងលោកហៅថាបយោគៈសម្បត្តិយើងប្រយ័ត្នប្រយែងឧទាហរណ៍ថាអ្នកខ្លះជីវិតនឹងនៅវែងទេប៉ុន្តែប្រហែលជិះម៉ូតូអត់ពាក់មួកវាវចូលក្រុមឡានភ្លក់ទៅអាហ្នឹងលោកហៅថាបយោគៈវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្នហ្នឹងយើងធ្វើប្រហែលយើងមើងងាយអាហ្នឹងវានាំបាបចាស់ហ្នឹងមកគៀកលឿនមែនតែនបើយើងប្រយ័ត្នទៅយើងដាក់លបងការពារអញ្ចឹងអកុសលហ្នឹងវាមិនងាយនឹងមកដល់យើងដូចដែលយើងធ្វើប្រហែលទេយើងធ្វើប្រហែលហ្នឹងគឺយើងបើកលបងដោយឲ្យអកុសលហ្នឹងមកឲ្យផលអញ្ចឹងមកហើយយើងចាំម៉ែចាំឪយើងធ្វើបុណ្យកុសលយើងមានចិត្តមេត្តាយើងចែករំលែកសេចក្តីស្រឡាញ់មិនគុំមិនគួនមិនចំណែនទៅដូចថាមនុស្សសត្វនឹងទាំងអមនុស្សទាំងទេវតានឹងគេស្រឡាញ់គេចូលចិត្តការពារប៉ុន្តែសួរថាឲ្យរួចផុតពីបាបកម្មឯងមិនរួចទេថ្ងៃណាមួយអស់បុណ្យទៅបាបនឹងមកដល់ហើយប៉ុន្តែប្រយោគៈសម្បត្តិសកម្មភាពបច្ចុប្បន្ននឹងល្អវាជួយការពារអកុសលនឹងដែរធ្វើឲ្យយើងជៀសផុតពីគ្រោះថ្នាក់បានក្នុងកម្រិតណាមួយចឹងទៅជួបរឿងមិនល្អណាស់ធម្មតាដែរជីវិតវាជួបរឿងមិនល្អខ្លះចឹងហ៎ដោះស្រាយទៅប្រឹងប្រែងទៅមុខទៀតទៅកុំអោបកសោបទុកនឹងនៅក្នុងចិត្តយូរពេកតែអោបកសោបទុកនឹងវាមួម៉ៅក្តៅក្រហាយវាបានបាបថែមអផលនៃបាបចាស់ហ្នឹងវា
mình lọ hai đó là về mua mai cả tục tôm mà nó khăn sầm bá nó là nó bạp mày về thưa ở rừng nó cán tới gọi là anh em phải cho một đỏ xe cho thưa mạch chi vật về thời tầm miền hưởng chẳng khá haiជួយញាតិញោមសិក្សាពុទ្ធវត្តខ្លីៗក្នុងសភៅសាសនាសុភិសិទ្ធដល់ចិត្តវៈនិយាយពីចិត្តម្ដងក្នុងចំណុចនេះព្រះអង្គសម្ដែងថាចិត្តទេអ្នកនិយតិលោកោសត្វលោកនឹងមានចិត្តជាអ្នកដឹកនាំយើងធ្វើអីនិយាយអីគឺមានចិត្តនឹងជាអ្នកបញ្ជាបើយើងមិនបានគ្រប់គ្រងចិត្តល្អចិត្តនឹងប្រើឲ្យជេរគេប្រើឲ្យនិយាយដើមគេឬក៏ខ្លាំងជាងនឹងទៅចិត្តនឹងប្រើឲ្យទៅវាយគេសម្លាប់គេហើយបើចិត្តល្អប្រើឲ្យទៅថ្វាយគុំម៉ែថ្វាយគុំឪជូនលុយជូនកាក់ប្រឹងប្រែងរៀនសូត្រតស៊ូព្យាយាមជាងចិត្តនឹងវាមានឥទ្ធិពលខ្លាំងណាស់វាអាចកែប្រែជោគវាសនាជីវិតបានប្រសិនបើចិត្តនឹងបានអប់រំនៅក្នុងគន្លងធម៌មួយចំណុចទៀតព្រះអង្គសម្ដែងថាចិត្តតាំងតន់តាំងសុខាវហੰចិត្តដែលគេបានទូមានល្អហើយរមែងនាំមកនៅសេចក្តីសុខអានឹងយើងលែងចោលមិនបានទេចិត្តយើងនឹងវាមានអាសវៈគ្រឿងត្រាំនៅក្នុងវានឹងសត្វជាតិពុលសត្វកំហឹងគុំគួនចំណែនស្អប់ព្យាបាទលោភលន់ហើយគ្រឿងត្រាំអាក្រក់ហ្នឹងវាធ្វើឲ្យយើងប្រព្រឹត្តអំពើបាបកម្មផ្សេងហើយក្តៅក្រហាយទាំងអស់គ្នាក្តៅក្រហាយទាំងយើងក្តៅក្រហាយទាំងអ្នកជុំវិញខ្លួនហ្នឹងអញ្ចឹងតើតែយើងអប់រំទូមានរឿយទៅទើបបានជៀសវាងអំពីអំពើអាក្រក់ហ្នឹងចិត្តយើងវាអត់ស្ថិតនៅក្រោមឥទ្ធិពលរបស់អកុសលហ្នឹងយើងវាស្រាលទៅណាយើងអត់ទៅខឹងអត់ទៅគុំអត់ទៅចំណែននិន្ទាគេទេអញ្ចឹងវាបានសុខត្រង់ហ្នឹងមួយចំណុចទីនេះព្រះអង្គសម្ដែងថាវិហញ្ញតិចិត្តវសានុវតីថាអ្នកប្រព្រឹត្តតាមអំណាចចិត្តរមែងលំបាកឬទៅចិត្តនឹងប្រកបឲ្យទៅវាយគេទៅវាយគេប្រកបឲ្យទៅជេរគេជេរគេចិត្តនឹងវាអត់បានអប់រំល្អវាបជាយើងឲ្យធ្វើតាមវាចង់ណាបចោគេកដាលយប់ចោលចានចោលឆ្នាំងទៅអានឹងលំបាកហើយយើងមើលបងប្អូនខ្លះដែលមានបញ្ហាក្នុងគ្រួសារឬក៏ជេរបចោចងគំនុំគ្នាអីហ្នឹងគុំគួនគ្នាអីហ្នឹងវាមានបានសុខអីណាអ្នកប្រព្រឹត្តតាមអំណាចចិត្តហ្នឹងរមែងលំបាកនេះមួយទៀតព្រះអង្គសម្ដែងថាចិត្តទេសង្កលិទ្ធេទុក្កតិបាដិកង្ខាកាលបើចិត្តសៅមងហើយទុក្កតិរមែងពេលយើងប្រគិនចង្ហាន់លោកហើយយើងសូត្រយ៉ាងកញ្ញទិសកសលហើយយើងជ្រោចទឹកប៉ុន្តែសួរជ្រោចទឹកហ្នឹងដើម្បីអីទឹកនេះវាត្រជាក់តំណាងឲ្យទឹកចិត្តមេត្តាយើងតាំងចិត្តថាអ្វីដែលយើងធ្វើក្នុងថ្ងៃនេះបុណ្យដែលយើងធ្វើក្នុងថ្ងៃនេះយើងសូមចែករំលែកដល់អ្នកដែលបានចែកឋានទៅមានមេត្តាបិតាជាដើមហ្នឹងហើយការបែងចែកនៅបុណ្យកុសលហ្នឹងឧបមាដូចជាការចែករំលែកនៅធាតុតិចដល់អ្នកដែលបានស្លាប់ទៅហ្នឹងប៉ុន្តែសួរថាតលចាក់ទឹកបានដល់គាត់ណាថាមែនទេអាហ្នឹងជាប្រពៃណីទំនៀមទម្លាប់មកទៅពីសម័យព្រះក៏មានដែរពេលគេប្រគេនកុដិសាលាអញ្ចឹងគេប្រគេនលើកកុដិលើកសាលាប្រគេនថ្វាយព្រះសម្មាសម្ពុទ្ធមិនកើតទេអញ្ចឹងគេដាក់លើពហោះព្រះអង្គតំណាងថាគេបានប្រគេនអញ្ចឹងទៅជានិមិត្តរូបទេហើយក៏យើងតាំងចិត្តឧទ្ទិសកុសលទៅបើមានទឹកក៏ចាក់អញ្ចឹងទៅបើគ្មានទេក៏មិនជាទាស់ខុសអីដែរទឹកនឹងជាតំណាងនៃទឹកចិត្តមេត្តាសេចក្តីស្រឡាញ់ការដឹងគុណរបស់យើងចំពោះមេត្តាបិតាជាការផ្សាយនៅសេចក្តីត្រជាក់ត្រជុំដល់អ្នកដែលបានស្លាប់ទៅ
chỉ bậc cả để chuẩn năng hơi cùng mến chăm bách ta nè để slap tới nè nở ru chung vinh nâng có thời cả phiệp thì trẻ thì chung thực chất mê ta bị dường đài chẳng còn ăn tận đấy nèคือchỉ cả sái thực chất sả lánh chạy rùm lệ bồn có so để dường bàn thơ chun đó luôn nè đồng miền quân phần năng nhưng còn là tăng chất không chất đấy bực miền tắc tha sâu một từ bồn có so đấy chun đó lục bục nè mà đài rồi còn lục dây lục ta chung luôn đi sâu lục bục nè mà đái mò từ tu bồn có so bị nhom chẳng tới có bàn này nâng chỉ cả chạy rùm lệ bồn nó không thô lục hào thaปัดเตะเตียนน่ะมันแย่บนในการไปใจรุมเล็กบนกสอดอนเนี่ยได้บานเพื่อแม่ระนาการแต่หรือก็ใจรุมเล็กบนกสอดอนเนี่ยได้ในรู้นั่งก็บานบนได้อ่านโมตนี้ปนสไลเมย์เต้นนี่สุดท้ายแต่ไว้บานชีวิตบอกยมนั่งไงใหญ่ๆมันไล่หกตาbởi vậy chỉ vứt nẹt ná của miền hưởng thời đó sẽ ai đài đó là bờ dương chua hưởng hai dương che tầm mua mơ đây cả hai dương mình chọn chua chân mấy của chua chân hơi chụp bột chụp bo tới là nó ngày nhà về hơi xua thì chỉ vứt nẹt ná ở miền Pành Hà về miền đang ở được kia nè về toàn là thay dương hiện từ tua qua cá bất thả ơi nhóm chua hưởng nhóm kế chua hưởng kê gì vứt về khóc nè ấy nắng ngay chua phải đó sẽ ai ta rường nắng đó sẽ ai mấy bà đó sẽ em cháy xong vừa bao kê tới chặt tôm mai ở nắng hơi đó tới mà chùm hiên mà đòn tới hơi cùng bậc hòm ta thợ tận chân bộ mình chân nhom mua máy à nắng với nhảy ai dương từ bậc hòm rương tam chặt dương chọn mạch bản bờ bậc hòm chân bán khuyên là cò để vì sao tầm miền tầng o hai hướng rất là sợ lò ấy mình đã nói trong bàn là khó để nhưng bởi vậy pi khả năng chặt vinh bê muối miền đã rõm tầm muối nó bị ắt che hài nhảy thế vẫn nó mau bị dương nó vẫn đậu chất nó ôi chích cùi mà để ti nó khơi đó mà rồi rướng nó cao chất là nhảy ai ưu thế hết là bởi dương miền smart đây chọn chất á thưa ca nghe ấy ở bậc cọt chỉ ca nghe nâng là không thố luôn ở miền sạch tệ chia phải trăm nâng sạch tia sạch tao để đa chôn quay dây đây si chọc bọc tập bia châu bật tục tắt lịa bẻ nâng ơi miên smart đây nâng luôn mình ơi là vừa tên tai này slơ tư ơi phèn đăng thưa ấy châu từ tia đăng từ rose ấy à nâng sao smart đây nâng cao tới chỉ hướng ở nhẹ nâng này mình lưng ở sân nâng luôn này thì giặc mày dường chẳng toàn là tiền mà vinh thưa ấy bậc cọt chỉ càng nghiền nâng smart đấy nâng luôn kịch ấy bậc cọt chỉ kịch hưởng nâng đó sẽ ấy mùi mà đòn hãy phẳng ngày ở pi smart phía phải bẹp thắc nhóm phẳng ở smart phía phải phần năng đó ban phần năng rồi từ tua là miền sẽ cái sẵn đào sẵn tàu xã nó miền đây thì dừng thì dương phổ tam sầm mặt tập hiệp để dương miền ấy dương mình ai bậc hòm ba nè rường rài nè từ dương miền sẽ tệ phải nhà mà đây che bị vô luôn ai chắc dương mình sao ở nhà nhảy đấy hướng khang khéo với thom mà đa khao khang khao tích tật về miền ở lốc láng cho miền này là cái khoát bàn thom mà chiết miền mệt liền mệt rènไอ้เนี่ยน้าก็จูบได้มาเพย์บุญเมาเนี่ยน้าก็เมียนไปnhàเธอđó sẽได้ให้แต่ยืงปัดดาวจัดตามหึงกันแขวปีนั่งเวียใหญ่ใหญ่แต่ยืงกำนัดดังถ้าเรื่องกันแขวแบบเมียนลางแบบเมียนโจ้แบบเมียนเกษสาวแบบเมียนเกนันเตี้ยแบบเมียนจันนั้นแบบเมียนคาบทอมมาได้ให้ขยมได้เสียแต่ตัวบานหึงอ๋อจันนั้นจัดตกบอล
ផលនៃការព្យាយាមជួបរឿងមិនល្អធ្វើម៉េចវាមានផលបាបខ្លះដោះស្រាយទៅមុខទៀតទៅអាហ្នឹងវាតលទម្លាក់អាការប្រកាន់ហួងហែងនៅក្នុងធម៌លោកហៅតណ្ហាឧបាទានណាទម្លាក់អាការប្រកាន់ហួងហែងហើយទៅចូលមកវិញបញ្ញាស្មារតីសតិនៅខ្លួនហ្នឹងអាហ្នឹងទើបមិនសូវកើតទុកខ្លាំងមិនសូវញ៉ៃញ៉ៃទេអាណារឿងណាហួហើយចប់ហើយមិនទេតាយទេហើយរឿងណាមិនទាន់មកដល់ហ្នឹងខ្ញុំប្រឹងធ្វើតែឥឡូវស្អែកជួបរឿងអីដោះរឿងហ្នឹងទៅអាហ្នឹងមិនសូវញ៉ៃញ៉ៃទេហើយបើយើងសំអាមូម៉ៅហ្នឹងញ៉ៃញ៉ៃច្រើនហើយអនុមោទនាជើញញាតិញោមសិក្សាអំពីអវាទពុទ្ធខ្លីៗក្នុងសភៅសាសនាសុភាសិតដល់វគ្គនិយាយពីកម្មអំពើព្រះអង្គសម្ដែងថាកម្មੰសត្ទេវិភេចតិយតិទាំងហេណបណៃតតាយៈកម្មឬក៏អំពើដែលយើងបានធ្វើនឹងជាអ្នកបែងចែកសត្វឲ្យថោកទាបឬក៏ឲ្យថ្លៃថ្លាជាងពីសម័យដើមគេថាព្រះជាអ្នកចាត់ចែងថាអូអ្នកនេះកើតក្នុងតកូលខ្ពង់ខ្ពស់ជាសត្វខ្ពង់ខ្ពស់អ្នកនេះកើតក្នុងតកូលថោកទាបជាសត្វថោកទាបពេលដែលពុទ្ធព្រះអង្គត្រាស់ដឹងព្រះអង្គបដិវត្តផ្នត់គំនិតនឹងថាមិនមែនព្រះជាអ្នកចាត់ចែងថាមនុស្សនេះថោកទាបឬក៏ខ្ពង់ខ្ពស់ទេគឺអំពើដែលយើងបានធ្វើនឹងឯងបើបុគ្គលនឹងទៅលួចគេហៅចោលហើយបើទោះជាអ្នកនឹងកើតក្នុងតកូលស្ដេចក្តីមន្ត្រីក្តីឬក៏តកូលអ្នករើសសម្រាមក្តីថោកទាបនឹងក្តីអញ្ចឹងតម្លៃរបស់មនុស្សមិនមែននៅលើព្រះជាអ្នកឲ្យទេតម្លៃរបស់មនុស្សគឺការងាររបស់អ្នកនឹងជាអ្នកឲ្យតម្លៃបើគាត់ចេះដឹងគាត់បង្រៀនគេហៅគ្រូបង្រៀនបើគាត់ទៅលេងល្បែងក្នុងតកូលណាក៏ដោយគឺអ្នកល្បែងហើយអ្នកផឹកហើយអញ្ចឹងអំពើដែលយើងបានប្រព្រឹត្តជាប្រចាំថ្ងៃហើយនឹងកម្មដែលយើងបានសាងពីអតីតមកបូកបញ្ចូលគ្នាកម្មទាំងពីរប្រភេទហ្នឹងនឹងផលិតថាយើងជាមនុស្សប្រភេទណាចឹងកម្មអតីតជាឧបនិស្ស័យដែលយើងសំមកយើងកែបានប៉ុន្តែកម្មបច្ចុប្បន្នយើងអាចកែបានយើងអាចប្រឹងសាងសារជាថ្មីបានម្នាក់ខ្លះកម្មអតីតមិនល្អកើតមកក្រពិបាកប៉ុន្តែដោយសារមានឆន្ទៈក្នុងកុសលប្រឹងប្រែងតស៊ូព្យាយាមរៀនសូត្រធ្វើឲ្យខ្លួននឹងបានចាក់ចេញផុតអំពីភាពខ្មៅងងឹតហ្នឹងអញ្ចឹងមកងងឹតទៅវិញភ្លឺដោយសារកម្មបច្ចុប្បន្នហ្នឹងឯងជាអ្នករៀបចំជីវិតរបស់អ្នកហ្នឹងឲ្យបានប្រសើរអញ្ចឹងព្រះអង្គសម្ដែងថាកម្មជាអ្នកចាត់ចែងមិនមែនព្រះជាអ្នកចាត់ចែងទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាសុករੰសាធុនីសាធុអំពើល្អមនុស្សល្អធ្វើបានដោយងាយផ្ទុយទៅវិញអំពើអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយដែរយើងមើលជេរវាយទាត់ធាក់កាប់សម្លាប់អីហ្នឹងមនុស្សល្អទៅធ្វើមិនកើតវាលើកដៃទៅធ្វើមិនរួចចេះប៉ុន្តែមនុស្សអាក្រក់ធ្វើអាងាយជេរប្រុយបើសម័យពលពតវាយកាប់សម្លាប់សបាយទៀតដល់ពេលអំពើល្អមនុស្សល្អហ្នឹងចង់តែធ្វើចង់តែជួយឯងដោយសារទម្លាប់ចិត្តដោយសារមានឧបនិស្ស័យធ្វើទានជួយសង្គ្រោះឃើញគេបានសុខគាត់សប្បាយអញ្ចឹងគាត់ចេះចង់ធ្វើទៅទៀតទៅមានទ្រព្យមានរបស់អីនឹកដល់អ្នកមានគុណនឹកដល់ប្រសង់ទៅប្រគេនទៅជូនទៅដោយសេចក្តីគោរពបានសប្បាយចិត្តហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងសុករੰសាធុនីសាធុអំពើល្អហ្នឹងមនុស្សល្អងាយនឹងធ្វើ
ប៉ុន្តែអំពើបាបហ្នឹងមនុស្សអាក្រក់ក៏ធ្វើក៏ងាយធ្វើដែរជើញាតិញោមរៀនអវាទពុទ្ធខ្លីៗនៅក្នុងសភៅសាសនាសុភាសិតអាកាលពីនៅក្មេងចូលចិត្តអាននៅក្នុងវគ្គទី1លោកហៅអត្តវគ្គនិយាយពីខ្លួនឯងដំបូងគេហ្នឹងលោកថាអត្តាហវេជីតាំងសាយោឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្វីផ្សេងទៀតអញ្ចឹងក្នុងន័យហ្នឹងសំដៅទៅលើឈ្នះកិលេសខាងក្នុងលោភៈទោសៈមោហៈចំណែននន្ទាឈ្នានេះរវើរវាយគិតច្រើនស្មុគស្មាញពិបាកចិត្តអីហ្នឹងយើងឈ្នះនៅអកុសលខាងក្នុងហ្នឹងយើងមិនបំរើកំហឹងយើងមិនបំរើការចំណែនឈ្នានេះទេយើងមិនមែនជាខ្ញុំកញ្ជះរបស់អកុសលហ្នឹងឯងយើងយកសតិបញ្ញាស្មារតីយកនៅកុសលធម៌ដើម្បីទៅជំនះអកុសលហ្នឹងអញ្ចឹងយើងបន្សុទ្ធចិត្តខ្លួនឯងបន្តិចម្ដងមិនខឹងមិនច្រឡោតទៅជាមានចិត្តខន្តីអត់ធន់អត់ឱនមានស្មារតីគ្រប់គ្រងខ្លួនឯងមិនឲ្យរវើរវាយច្រើនមានបញ្ញាឃើញដំណើរហេតុផលនៃធម្មជាតិមិនដោយសារអារម្មណ៍ខាងក្រៅឲ្យកើតទុក្ខទេអត់ទេអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុក្ខទេឈ្នះកិលេសនឹងឯងឈ្មោះថាឈ្នះដល់ប្រសើរហ្នឹងទី1មួយទៀតនោះលោកថាអត្តាហិកិរៈទុត្តមោលោកថាខ្លួនឯងនឹងឯងពិបាកបដៅជាងគេយើងថាឲ្យគេមិនប៉ុន្តែពិបាកនឹងទូមានខ្លួនឯងនេះជាងយើងតឡៃដាស់តឿនខ្លួនឯងរឿយឲ្យចេះមើលខ្លួនឯងផងកុំជួយចិត្តតែមើលគេនិយាយហ្នឹងមិនមែនបានន័យថាមិនឲ្យណែនាំគេនៅតែណែនាំអញ្ចឹងប៉ុន្តែកុំភ្លេចណែនាំខ្លួនឯងបង្ក្រាបអកុសលនៅខាងក្នុងហ្នឹងផងមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាអត្តាហិអត្តណោនិថោខ្លួនជាទីពឹងនៃខ្លួនយើងដឹងទាំងអស់គ្នាហើយយើងពឹងខាងក្រៅបានលុយកាក់ចាំបីបាច់ថែសារអីពឹងម៉ែពឹងឪប៉ុន្តែដល់ពឹងលៀងជំរះអកុសលពីក្នុងចិត្តយើងខឹងយើងមួម៉ៅចំណែននន្ទាភ័យព្រួយបារម្ភហ្នឹងតើយើងនឹងឯងជួយខ្លួនឯងយើងមិនអាចឲ្យម៉ែឪឲ្យបងប្អូនមកជួយលះកិលេសអកុសលក្នុងចិត្តឲ្យយើងបាននេះមួយចំណុចទៀតនេះលោកថាអត្តនាវៈកតាំងបាបាំងអត្តនាសង្កិលេសតិបើបុគ្គលធ្វើបាបដោយខ្លួនឯងឬមែងសៅហ្មងដោយខ្លួនឯងបើយើងយកដៃទៅប្រឡាក់លាមកយើងធំក្លិនមិនល្អខ្លួនឯងហើយយើងធ្វើបាបនៅកន្លែងណាក៏ដោយចំពោះមុខគេក៏ដោយក្រោយខ្នងក៏ដោយទីកំបាំងក៏ដោយអានឹងបាបហើយយើងប្រឡាក់ហើយមួយទៀតនោះអត្តនាអកតាំងបាបាំងអត្តនាវៈវិសុជតិយើងអត់បានធ្វើបាបដោយខ្លួនឯងទេយើងបរិសុទ្ធខ្លួនឯងនឹងឯងអញ្ចឹងយើងល្អមិនល្អស្អាតមិនស្អាតវានៅលើខ្លួនយើងឯងយើងអ្នកដទៃអាចមើលស្មានប៉ុន្តែល្អមិនល្អស្អាតមិនស្អាតយើងអ្នកដឹងខ្លួនឯងទង្វើរបស់ខ្លួនឯងសម្ដីរបស់ខ្លួនឯងចិត្តរបស់ខ្លួនឯងហ្នឹងយើងអ្នកដឹងហើយមានប្អូនម្នាក់មិនដឹងប្អូនស្រីឬក៏ប្អូនប្រុសឲ្យសួរថាលោកតាតើការស្លាប់នឹងអាចបញ្ចប់បញ្ហាបានទេអានឹងវាបានជីវិតនឹងវាបញ្ចប់ទៅបើបញ្ហាវានៅតែតាយដល់កូនចៅគ្រួសារបងប្អូនយំសោកបោកខ្លួនដោយសារសោកស្ដាយចឹងយើងពង្រឹងស្មារតីយើង
ជួបពិភាក្សាជាមួយបងប្អូនមិត្តភ័ក្តិណាដែលទុកចិត្តណាសូមយោបល់គេហេតុប្រឹងដោះស្រាយបន្តិចម្ដងតាមសមត្ថភាពដែលយើងមានណាពីព្រោះបើយើងយំសោកបោកខ្លួនទៅក៏វាដោះស្រាយអីមិនចេញដែរលើទៅមួយជំហានម្ដងដោះតាមដំណើរប្រាប់គេតាមត្រង់ខ្ញុំមានលទ្ធភាពប៉ុណ្ណឹងខ្ញុំប្រឹងតទៅទៀតខ្ញុំនៅតែប្រឈមមុខដោះស្រាយហ្នឹងហើយមានឱកាសសម្រាប់ខ្លះបើមិនសម្រាប់ស្ថានភាពផ្លូវចិត្តហ្នឹងកាន់តែធ្ងន់ធ្ងរញ៉ាំហាត់ប្រាណវាថាកុំឲ្យស្ទក់កុំឲ្យទុនទាំងកាយទុនទាំងចិត្តកុំឲ្យនៅក្នុងបន្ទប់អុកមួយមុខអត់ទៅណាអត់ឃើញពលឺថ្ងៃអត់មានខ្យល់ចេញចូលហ្នឹងវាធ្វើឲ្យចិត្តហ្នឹងវាដាបចេញមកក្រៅប៉ះនឹងពលឺថ្ងៃទៅក្នុងធម្មជាតិដកដង្ហើមពិភាក្សាអានសៀវភៅស្ដាប់ធម៌ដូចថាឲ្យវាលុះលាញបន្តិចកុំឲ្យស្ទក់ហើយអាចិត្តដែលដូចតែបាក់ទឹកចិត្តហ្នឹងវាចេះទៅទាញយើងឲ្យស្ទក់អត់ឲ្យយើងធ្វើអីទេហើយបើយើងទន់តាមវានឹងទៅអញ្ចឹងយើងស្លាប់ទៅវាមិនរួចរឿងអីណាវាទៅសល់ទុកគេឈ្មោះមិនល្អរឿងរាវសោកស្ដាយគេឈ្មោះដល់ក្រុមគ្រួសារទៅទៀតអញ្ចឹងក្រោកឈរឡើងទៅមុខទៀតបន្តិចម្ដងសុំយោបល់គេសុំអនុគ្រោះពីគេហើយយើងគិតថាព្យុះភ្លៀងវាគង់តែរលត់ទៅវាមិនមែនព្យុះរហូតទេថ្ងៃវាមិនមែនក្តៅរហូតទេវាគង់តែមានពេលលិចទៅអញ្ចឹងយើងព្យាយាមរហូតដល់សេចក្តីទុក្ខនឹងវាស្រាលទីម្ដងទៅយើងក៏ផុតរលត់ពីចិត្តចង់សម្លាប់ខ្លួនហ្នឹងហើយមានប្អូនស្រីម្នាក់នេះគាត់សួរថាក្នុងគណៈកំពុងស្មុកស្មាញគិតពីរឿងអនាគតហ្នឹងវាសម័យច្រើនគាត់ចង់ក្លាយធ្វើជាម្ចាស់ហាងនំខេកផងចង់ក្លាយជាម្ចាស់សំអាងការផងហើយឥឡូវគាត់រៀនអគ្គិសនីចង់ក្លាយជាវិស្វករអគ្គិសនីនោះផងហើយក៏អត់មានសមត្ថភាពដើម្បីឲ្យបានសម្រេចសេចក្តីសម័យនឹងទាំងអស់ទេមិនសូវធូរធារអញ្ចឹងឲ្យជួយបំភ្លឺផងអានោះដល់ពេលខ្លួនយើងមួយហើយយើងបើកផ្លូវ3ហើយវាវែងមាត់ហ្នឹងក្នុងជីវិតនេះកុំឲ្យចាប់នេះចាប់នោះអត់ប្រកបណាមួយអានឹងគ្រោះថ្នាក់ដួលទាំងអស់អញ្ចឹងបើស្រឡាញ់ចូលចិត្តណាមួយទៅផ្លូវមួយហ្នឹងកុំលូបចង់ឲ្យផែនដីមួយទាំងមូលខ្លួនឯងឥឡូវហ្នឹងយើងអត់ទាន់មានសមត្ថភាពធ្វើទាំងអស់ហ្នឹងទេធ្វើអាណាមួយឲ្យប្រកបវិជ្ជាឲ្យបានជោគជ័យចាំទៅមួយទៀតប្រគល់អាការងារហ្នឹងឲ្យអ្នកណាអ្នកគ្រប់គ្រងទៅយើងទៅមើលអភិវឌ្ឍអាមួយទៀតឲ្យបានរឹងប៉ឹងទៅហើយចង់ពង្រីកប្រមាណពង្រីកទៅប៉ុន្តែឥឡូវនេះឲ្យប្រកបវិជ្ជាហើយសម័យទេតាយចង់ច្រើនផ្លូវពេកអាហ្នឹងវិលខួរយើងឯងវិលខួរក្បាលយើងឯងអត់បានសម្រេចជោគជ័យហើយអស់កម្លាំងទៅមុខលេងរួចចាស់អញ្ចឹងកំណត់គោលដៅជីវិតហ្នឹងកុំឲ្យវាច្រើនហួសពីសមត្ថភាពដែលយើងធ្វើបានបើកំណត់ចាស់ប៉ុណ្ណា
ធ្វើមួយម្ដងឲ្យប្រកាសបជាឲ្យបានជាសាច់ការសិនចាំទៅមួយទៀតកុំឲ្យលុំខ្លុងទៅដួលទាំងអស់អាហ្នឹងបើនិយាយពីស្ទូងស្រូវវិញអ្នកខ្លះចាប់ជប់អូលឿនណាស់ប៉ុន្តែចេញតែពីស្រែទៅអាលើងគុំស្រូវនឹងអស់អាលីងពីព្រោះវាអត់ដោតអីចូលក្នុងអាចបណ្ណាស់ហ្នឹងស្រែហ្នឹងឲ្យជ្រៅអីដែតស្ពុលវិញមកអាហ្នឹងអត់បានជាសាច់ការអីទេការងារមិនប្រកបបជាអញ្ចឹងចាប់មួយណាឲ្យប្រកបមួយនឹងឲ្យបានសម្រេចឲ្យបានជោគជ័យចាំទៅមួយទៀតហើយចង់បើក business ប្រមាណបើកទៅប៉ុន្តែធ្វើមួយម្ដងកុំឲ្យខ្លួនឯងមិនទាន់រឹងផងចេះតែលោតតាមគេវាដួលទាំងអស់ចឹងទៅហ្នឹងជើញញាតិញោមមករៀនអវាទពុទ្ធខ្លីៗក្នុងសភៅសាសនៈសុភិសិទ្ធកាលពីក្មេងអាចូលចិត្តអាននៅក្នុងអបមាទវៈនិយាយពីសេចក្តីមិនប្រមាទព្រះអង្គសម្ដែងថាអបមាទោអមតាំងបទាំងសេចក្តីមិនប្រមាទជាផ្លូវមិនស្លាប់មកគូហ្នឹងប្រមាទោមច្ចុណោបទាំងសេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់អញ្ចឹងបើយើងនិយាយក្នុងន័យសាមញ្ញបើឧទាហរណ៍ចាយើងជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពយើងបើកឡានអត់ពាក់ខ្សែក្រវ៉ាត់យើងតភ្លើងអត់មានពាក់ស្រោមដៃស្រោមជើងអីត្រឹមត្រូវដោយគិតថាអញបកែដល់ចុងក្រោយអាចឆក់ស្លាប់ទៅឬក៏គ្រោះថ្នាក់ដួលបែកក្បាលស្លាប់ភ្លាមទៅអាហ្នឹងសេចក្តីប្រមាទធ្វើប្រហែសក្នុងកិច្ចការងារប្រចាំថ្ងៃសេចក្តីប្រមាទរៀងជ្រៅទៅប្រមាទក្នុងវ័យអញដូចមិនទាន់ដល់ពេលត្រូវគិតរឿងបុណ្យរឿងទានអីទេចាំចាស់បន្តិចទៅសេចក្តីប្រមាទថាអូអញសុខភាពល្អទេមិនអីទេអញ្ចឹងដូចថាធ្វើប្រហែសក្នុងការបំពេញបុណ្យនៅប្រមាទទៅលើអកុសលបន្តិចបន្តួចហ្នឹងមិនអីជេរវាមកប្រើសិនទៅដាក់វាសិនទៅអញ្ចឹងចេះបដោយចិត្តណាអញ្ចឹងអាប្រមាទលើកិលេសហ្នឹងមិនស្រួលទេវាយូរទៅវាមានកម្លាំងវាមកលួចប្លន់សេចក្តីសុខកុសលធម៌ពីចិត្តរបស់យើងទៅខឹងគេបន្តិចចំណែនគេបន្តិចស្អប់គេបន្តិចគុំគេបន្តិចរវើរវាយបន្តិចគិតច្រើនបន្តិចយូរបន្តិចទៅវាលួចយកកុសលធម៌សេចក្តីសុខពីចិត្តយើងអស់ទៅអញ្ចឹងបានព្រះអង្គមិនឲ្យមានសេចក្តីប្រមាទទេមកចំណុចទៀតនេះព្រះអង្គសម្ដែងថាអបមាទទាំងចមេធាវីធនੰសេដ្ឋังវរគតិអ្នកប្រាជ្ញតែងរក្សាសេចក្តីមិនប្រមាទដូចគេរក្សាទ្រព្យដ៏ប្រសើរបំផុតអញ្ចឹងយើងមានសតិជាប្រចាំសតិតាមដានសកម្មភាពកាយវាចាចិត្តរបស់យើងហ្នឹងកុំឲ្យភ្លឹកភ្លាំងទៅរៀងមីងមាំងសេសើមនុស្សខ្វះសតិខ្វះស្មារតីហ្នឹងរៀងភ្លឹកហើយយូរទៅកើតទៅជាជំងឺផ្លូវចិត្តដែរអញ្ចឹងចាំបាច់ត្រូវមានសតិគ្រប់គ្រងសកម្មភាពគ្រប់គ្រងចិត្តជាប្រចាំល្អមិនល្អយើងមានសតិហ្នឹងតាមដានជាប៉ូលីសសង្កេតមើលបើសិនជាចិត្តហ្នឹងវាដើរក្នុងផ្លូវត្រូវយើងជួយហើយបើដើរក្នុងផ្លូវខុសយើងជួយទាញវាត្រឡប់មកវិញដូចអារម្មណ៍មកជួបជាមួយកាលយានមិត្តសប្រមចារីអីចឹងទៅអញ្ចឹងយើងរៀនរក្សាចិត្តរបស់យើងដោយសេចក្តីមិនប្រមាទជាញាតិញោមសិក្សាអវាទពុទ្ធខ្លីៗក្នុងសភៅសាសនៈសុភិសិទ្ធនេះដល់វគ្គនិយាយពីសេចក្តីក្រោធកោដ្ឋវៈព
องสำได้ไทยเกาทูจัดตับปะเกาปะนูมีในทางสิกระไดกราวเพื่อเอาจัดนั่งกำราเกาทูนั่งเป็นทักกราวเกาปะนูนั่งวิกำราเป็นนายยังครั้งยังเจอจูยังจูจุบอลยังยัวได้ยัวเชิงเบอร์หนึ่งขนมกบุญเป็ดยัวตั้งเบ็ดดงเชียมรถนั่งโกมันละอได้ให้เนี่ยนั่งอาจไปชมมุกนั่งจุงงือแกงเบ็ดดงหรือก็ได้จะใส่เชียมคู่กับบาติดกุเมียนได้แมนเอาแต่จัดกำราcái sốใบกายก็กำราได้ใบยืงในกราวบัติปัวหรือบ่กำหังโคกาเพื่อไอ้ปะปัวเป็นกระไรสกตัวครูนพ้องปะปัวดอลเนี่ยดอเตยในกระบายครูนพองมือที่นี้พระองค์สำได้ท้าอันแทะตะมังตะตีเฮาเตะยังเกาทูสหเตนแรงปลายมือวิทาสิกระไดกราวกรบสังกัดเนี่ยแหละจุนขนมกามาเงินเงิดเริ่มเบยเมียนขนมกาหนุจึงเปยืงขังยืงกึดอัดสืบบานเวงงาเย่กึดคล้ายให้จราอันปลาหังซาจีเปียสมได้ไก่วิกาไว้ตัวแทะคดีบังบ่tớiโจกุกโจจวะเตอจังยืงกูพิจารณากำเอากำหักนั่งเวียมีอติปูลคลังปีมาเลยชีวิตยืงชีวิตทจุนนั่งเวียนนายายปะปอลอารมณ์มันจิตตีเป็นชัดนอมเอาการตัวสะจะเป็นอาการตัวสะกำหนดดังแต่โอ้จัดอันขังไงตัวสะนั่งเมาจ้ะจังยืงอัดโยเวียจีมิดแผลเวียเมายืงเมียนสเตะจีระบองเมียนปัญญาจีเนี่ยเยี่ยมเพลยืงกำหนดดังสเตะกำหนดดังเท้ากำหังกาลางปัญญาเมาเป็นยัวกลุ่มขังไอ้มันนึกนั่งแต่งจังขังtới vừa bạ thật luôn ảnh nè ngay chẳng dừng mình vô cùng hăng nắng mà ao đừng luôn dừng tới hãy coi dừng vô tam sự phiêu vẹt thòm mình chia tới dừng mình khăng khăng tới mình được nắng tụi bạn này say màu chăng vậy đây và đợi thá nơi tại thá bên này mình miên cùng hăng chọp tới chùm mũi tề bà miên cùng hăng chọp tới chùm mũi coi chậpพลับดูได้นี่วางสำได้มวยเตี้ยถ้าเกาทูตุเมเทะกูจะราวสิกระไดกราวจีกูโจหรือบ้ามนุษย์หลงงอันนี้หมายถึงจะจัดเผยปีมวยทำโมบังมนุษย์หลงงน้องโจจัดหลงโมหลงมังชงฉังเจไว้ตัวแทะพักซีชลูปได้ชลูปปวนไวโกนไวใจอันนั้นถ้ามนุษย์หลงงต้องจิตจะจัดปลาอมเปือหังซาจังปองปลาเปียในขนมปลาเบ็ดดอกถ้าจิตตีโกจอไม่ในทำมนุษย์นึกกล่าวนั่งจะจัดเถื่อนจังมันจะน้อยเจนี่ปองสำได้ท่าตัวสาวเกาทะสมุทฐานนาวตัวเมียนสิกระไดกล่าวเชี่ยสมุทฐานตัวกลมห่อแต่งกายวิจาจัดระหดเนี่ยคลาจวบกุกจวบจังหวะนึงโดยสามเมียนสิกระไดกล่าวนึงจีหายสมุทฐานนึงแปลว่าจีหายวิธียืงขังมาเพลนจังโยกับเพลิงบังตุ้งโยกับบัดกับขณีหรือก็เปลือกคลาขังเกวาลานจังบกไอ้ปีกราวอีจังเตอร์มาครูธนาสลับมนุษย์หรือก็จวบกุกจวบจังหวะจังตื่นติดก็เมียนได้ที่ปองสำได้มือติดเกาแทงแคดฟ้าสกขังเสเตะแต่สำหรับสิกระไดกราวบ้านตื่มเนยจีสกแต่ยังเรียนเมียนคันไตเมียนอดทนเมียนกาอดเอาหยุกยุลเมียนปัญญาจังเหม็นวันในท่าอดต่อปนขังขนมได้นั่งมันชั่วทำเมียนคันไตเด้เนี่ยนั่งบังกราบคันไตนั่งในขังขนมตามระยะประโทตามระยะสเตะปัญญาสมาร์ทได้บตัวจีเมียนหึงไอ้การล้างข้างแขวก็วิอัดรมเชื่อรมชูแล้วโดย
តបោកចឹងដូចភ្នំថ្មតាន់ចឹងទោះជាខ្យល់ព្យុះក៏វាអត់អង្គើដែរយ៉ាងណាចិត្តរបស់យើងហ្នឹងជាពិសេសដូចព្រះអរហន្តដែលលោកអស់នៅកិលេសរំជើបរំជួលទៅអត់ទៅកើតទុកនឹងរឿងខាងក្រៅនឹងដោយសារគេជេរដោយសារគេមិនគោរពអីនាំឲ្យកើតទុកអត់ទេពីព្រោះលោកអស់គ្រឿងទាស់នៅខាងក្នុងចិត្តហើយអនុមោទនាជ័យញាតិញោមសិក្សាពុទ្ធវត្តខ្លីៗក្នុងសភៅសាសនសុភាសិតចំណុចមួយព្រះអង្គសម្ដែងថាខន្តិហិតសុខាវហាសេចក្តីអត់ធន់ជាគុណជាតិនាំមកនៅប្រយោជន៍និងសេចក្តីសុខដូចថាយើងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់កំហឹងយើងអាចគ្រប់គ្រងចិត្តយើងបានយើងមិនយកកាយមិនយកវាចារបស់យើងនឹងទៅបំរើកំហឹងនិយាយជេរបតិចផ្ដាសាវាយទាត់ធាក់អីអញ្ចឹងមានរឿងអីក្នុងជីវិតយើងទប់ទល់បានយើងយកមកពិចារណាសិនមុននឹងសម្រេចចិត្តអញ្ចឹងយើងខ្លាចទៅជាមនុស្សរឹងប៉ឹងជាអ្នកដែលមានគុណសម្បត្តិអាចជាទីពឹងរបស់គេអាចជាអ្នកដឹកនាំរបស់គេអញ្ចឹងបាននៅប្រយោជន៍ហើយនឹងសេចក្តីសុខអត់មានវិបត្តិនៅថ្ងៃក្រោយទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាពិយោទេវមនុស្សសានំមនីបោហោតិខន្តិកោពិយោប្រែថាជាទីពេញចិត្តទេវមនុស្សសានំនៃមនុស្សនិងទេវតាទាំងឡាយអ្នកមានខន្តិអ្នកមានសេចក្តីអត់ធន់ជាទីស្រឡាញ់ពេញចិត្តនៃទេវតានិងមនុស្សទាំងឡាយអញ្ចឹងយើងនៅក្បែរអ្នកដែលរឹងប៉ឹងផ្លូវចិត្តហ្នឹងយើងដូចថាវាតិចមនុស្សហ្នឹងជាមនុស្សដើមឈើមានមលុបជាមនុស្សដែលមិនមុងម៉ាំងឈុងឆាំងនាំរឿងក្តៅក្រហាយអុចយើងឲ្យឆេះទេជាងអ្នកដែលនៅក្បែរហ្នឹងក៏បានតិចគួរជាទីគោរពគួរជាទីស្រឡាញ់ហើយមិនមែនតែមនុស្សទេសូម្បីតែទេវតាមិនថាទេវតាទេសូម្បីតែសត្វដេរិឆានក៏វាស្រឡាញ់អ្នកដែលចេះស្រឡាញ់វាដែរជាអ្នកដែលមានមេត្តាករុណាហ្នឹងអ្នកដែលឲ្យបាយទឹកឲ្យអីវារាល់ថ្ងៃហ្នឹងវាស្រឡាញ់ហើយវាជាពិសេសសត្វសុនក់ហ្នឹងវាស្មោះត្រង់នឹងម្ចាស់វាខ្លាំងអញ្ចឹងយើងរក្សាចិត្តមានខន្តីច្រើនកុំសូវឲ្យកំហឹងហ្នឹងវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងច្រើនពេកអនុមោទនាមានប្អូនស្រីម្នាក់សួរថាខ្ញុំកណាកើតមកមិនសហើយក្រទៀតហើយពេលខ្លះគេដៀលថាគេខ្ពើមតើឲ្យកណានឹងគួរធ្វើចិត្តដូចម្ដេចទៅអានឹងបើនិយាយពីផលកម្មឧទាហរណ៍ថាអ្នកណាធ្លាប់ចិត្តខាងក្រោតមួម៉ៅញ៉ាវញ៉ាវច្រើនកើតមកជាតិនឹងមុខមិនស្អាតទេកញ៉ៅសម្រស់មិនសូវបានទេដោយឧបនិស្ស័យខាងក្រោតច្រើនហ្នឹងឯងអញ្ចឹងបើចង់បានរូបសម្បត្តិស្អាតតែមានចិត្តមេត្តាចិត្តត្រជាក់ហើយចេះចែកទានចេះបោសសម្អាតហើយនឹងជូនសម្លៀកបំពាក់ជូនម្ដាយឪពុកឬក៏ចាស់ទុំឬក៏ប្រគេនជីវរដល់ព្រះសង្ឃអីចឹងទៅជាឧបនិស្ស័យនៃការមានរូបស្អាតប៉ុន្តែឥឡូវវាជាផលនៃកម្មចាស់យើងទៅប្រកែកប៉ុណ្ណឹងមិនក៏វាមិនបានដែរយ៉ាងច្រើនយើងអាចកែកុនអីខ្លះប៉ុណ្ណឹងកែកុនពេកក៏គ្រោះថ្នាក់ដល់សុខភាពយើងទៅទៀតក៏មានដែរឥឡូវរឿងគេគិតយ៉ាងណាគេថាយ៉ាងណាអានឹងនៅលើគេចោះ
បើយើងbằng phèn rẽ xa cai vì cha chật nâng ở bàn sạch nơi không thó bởi vậy pi mà nụ sạch bà bút bà ông ôi tầm lại từ lơ cà riêng chom ê dạ bọt lời cài nâng mình bà bò đào nẹ đợt tây mình mông măng chung chăng chừng ngày chừng ngang nâng sạch lời cài với mình từ lùi mình từ sầm lạp mình từ biệt biên cồn một buồn kì mình sầm đại từ lơ rụp sầm phô sạch liệp lôn ấy nâng bà mán tê vì pro côn tầm lại bứt nè hàng nòng đấy chia sân đan là chất lọ chia chạy già thôi chia sân là thò này chẳng sạch đòi cái cứ mình sầm đại từ lơ mục sạch rụp sừng hà thế sầm đại từ lơ cài vì ca sạc cam một hiệp lời cài nâng mình bạc bó mình biệt biên đào nè đợt tây nâng bạn chung thật sạch mền tèn bờ ưu tiêu thật sạch cài sừng hà vẫn đào bảo kê đào plon kê nâng về ở miền này ấy thế nâng sạch đòi cài sạch đòi vì chá mẹn thưa là thâm minh ấy sạch ở so ở plư chung thật sạch vì chá đấy cứ vậy bịa bất bịa o bịa miền bịa giáo vậy bằng ruộng vậy ở kê bàn sọc mình phở bịa từ cua bao tê tuần phun em là hai em nên không thôi là hai đôi thà phía xa khó là hai phá rộ sơ vi cha phía xa bật hai chẳng đâu mà với ông phở bịa thà mẹ thụ vi cha đôi thà tật mông bộc phá vi cha ca mẹ phải em ta muộn hay chất là có à thìក្នុងnày ní cứ tha chất của lõ sầm đầy sầm đại nó còn tuần phun hơi sạch chất nâng mình chừng này mình nền tiêm mình nhiên ní mình cung mình cuốn ấy tê sài sập bái tây o khơi nè đợt tây chui kê bà có chui tới nâng sạch men tê này đây ta sạch cài vì trà chật nâng dươngสบายจัดได้สบายจัดนั่งอุปธรรมไอเรียงกายน้องโกเริงปังก็สระสลายได้ให้พอกรรมเมายืงเมียนรูปสมบัติปัญหานั่งยืงเธอไม่เจ้ตามแต่นานั่งอ่ะกายกรบานคลาของกายtớiให้ผังสร้างจัดวิจากายนั่งไอบานละอtớiยืงสบายแต่งขนมปัจจุบันสบายแต่งขนมโลกขังหมกให้ตีมจับtớiยืงเมียนอุปนิสัยดอกขัดสมอาดจัดไอ้สอาtới lên cả tục nâng nè na thà ấy có sẽ cho kê ta nâng dương thưa mạch khọt kê bán này ăn mô tình này nè khá thích chụp hướng với mũi châu mùi họ xì khát phòng quần lên phòng côn chư phòng của thân lại ra trôi phòng ưu tòa ra nâng ra ôi cầm cả đà lại vừa miền này chụp hướng mình là o chờ to cái này chẳng hạn bây giờ bị thà cắm phải thòm bự về miền pi về mấy cái chân sẽ làm thà ai tập bị lừa thà cắm sẽ khỏi mày này cắm về miền cổ sò là cắm bự là ó nâng ạc sò là cắm bự khỏi bự thôi thà nâng lọp vừa mình lo chờ lọp vậy bạn chê tịch ta xa mình chăm mai chăm cặp kênh gì những tới việcพอดอพอมาวิ่งจวนนี่จูบหึงมันรอเชิญอย่างแต่นั่งแกหายกำกระวันนั้นเป็นเมียนเนี่ยกำกระโดยโกซอแล้วเมียนนะโอ้เจตซอกเจตจำราหัวซีเจตบ้านเจตเมียนจูบมันนึกกับเจตรอจังโกนกับประกอบใบทอจ้ะอันนั้นกระโดยโกซออย่างแต่แต่ในปีนั้นเนี่ยเอาลำตะพอมายืงคืออำเภอในยืงบานเฟือหนึ่งไอ้จีเนี่ยพอดอพอมาเอายืงtrong bờ dương chua hái dương phẳng đỏ xẻ tới dương cùng cùi priệp thiệp cho mùi kê ta ơi kê đôi chữ thu anh đôi với tình niệm rồi đây ý của phỏng này dương thứ mấy đôi nhé bờ dương xóm rực cô là nó về khóc này ưu đó tại dương đàm xoài hay dương chọn sừng khum thà bàn phải đốn về ăn bà này bắt đây dương ai phi diêm đàm phải đốn ở lời tới đập bảy bàn phải đốn buồn đọc cho nam buồn phèm cho nam tiền giờ nam bữa thà vì chụp hướng mình là o chờn
ក្នុងជីវិតនឹងជួនកាលគ្នាធ្វើល្អណាប៉ុន្តែជួបតែរឿងអកុសលអញ្ចឹងទៅហើយយើងចេះចោតប្រការណោខ្ញុំធ្វើល្អណាមិនក៏ជួបរឿងមិនល្អវាមិនមែនធ្វើល្អឲ្យស្រាប់តែបានផលមកមិនល្អអញ្ចឹងឯងអកុសលពីមុនមកវាផ្ដល់រឿងមិនល្អមកដល់យើងបច្ចុប្បន្នហើយកុសលដែលយើងធ្វើអំពើល្អដែលយើងធ្វើឥឡូវហ្នឹងវាមិនទាន់មានពេលឲ្យផលវាឧបមាដូចជាយើងយកស្រូវទៅព្រោះក្នុងស្រែថ្ងៃហ្នឹងយើងមិនអាចទៅច្រូតកាត់ថ្ងៃស្អែកបានវារកពេលវេលាណាមួយវានឹងឲ្យផលហើយអញ្ចឹងផឹងប្រែងដោះស្រាយនៅតែមានជំនឿនៅតែមានសេចក្តីសង្ឃឹមថាយើងអាចផឹងប្រែងធ្វើអំពើល្អសាងគុណធម៌ផឹងប្រែងចាប់ពីថ្ងៃនេះទីយើងនឹងអាចបានលទ្ធផលល្អនៅថ្ងៃអនាគតអញ្ចឹងបើកម្មក្រាស់ក៏ក្រាស់ចោះប៉ុន្តែក្រាស់ដោយកុសលបើក្រាស់ដោយអកុសលពីអតីតឲ្យវាឈូសបដាបដាហើយប្រើសាងឲ្យក្រាស់ដោយកុសលបន្តទៅមុខទៀតជាញាតិញោមសិក្សាពុទ្ធឱវាទខ្លីៗក្នុងសភៅសាសនសុភិសិទ្ធនេះនិយាយពីសេចក្តីក្រោធនេះព្រះអង្គសម្ដែងថាកោធនោទុបេណោហោតេអ្នកក្រោធជាអ្នកមានសម្បុរអាក្រក់កោធនោសេចក្តីក្រោធទុប្រែថាអាក្រក់វណ្ណៈទុបវណ្ណៈប្រែថាពណ៌សម្បុរអាក្រក់នឹងយើងខឹងទៅមុខកញ៉េកញើមុខជ្រួញមុខក្រហមហើយបច្ចុប្បន្នមុខអាក្រក់ទៅមុខទៀតក្នុងធម៌និយាយពីកម្មនាំឲ្យកើតមកអត់ស្អាតគេអត់ចូលចិត្តអត់ស្រស់ឲ្យមុខនឹងដូចក្រូចសើចចឹងនឹងអ្នកដែលសំខឹងច្រើននាំឲ្យរូបអាក្រក់មកចំណុចទៀតនេះព្រះអង្គសម្ដែងថាទុក្ខំសយតិកោធនោសយតិភេទដេកទុក្ខំបជាទុក្ខអញ្ចឹងអ្នកក្រោតនឹងតែងដេកជាទុក្ខទាំងដេកទាំងដើរទាំងឈរទាំងអង្គុយហ្នឹងប៉ុន្តែក្នុងកន្លែងហ្នឹងព្រះអង្គសម្ដែងដេកវាមិនសុខវាមួវាម៉ៅវាចេះតែគិតខឹងគុំចង់ធ្វើម៉េចឲ្យគេក្តៅប៉ុន្តែមុនខ្លួនឯងហ្នឹងក្តៅមុនគេហើយនេះព្រះអង្គសម្ដែងថាកោតធាំងខេតហ្វាអ្នកសោចិត្តិសម្រាប់សេចក្តីក្រោតបានមិនមានសេចក្តីសោកជាខាងក្រោយទេមិនធ្វើកំហុសមិនជ្រុលជ្រួសពាក្យសម្ដីមិនធ្វើអីដែលបំរើកំហឹងនាំឲ្យមានទោសជាប់គុកជាប់ច្រវាក់អញ្ចឹងអាត្មាធ្លាប់ជួបញាតិញោមខ្លះដែរដែលគាត់ខឹងទៅវាយមុងម៉ាំងភុងផាំងចុងក្រោយគេដកសាក់ចេញពីស្មាហើយជាប់គុកជាប់ច្រវាក់កូនប្រពន្ធនេះធ្លាក់ខ្លួនអត់មានអ្នកជំហរក្នុងគ្រួសារនឹងដោយសារកំហឹងវាធ្វើឲ្យមានសេចក្តីសោកអញ្ចឹងនេះព្រះអង្គសម្ដែងថាកោធៈសម្មតៈសម្មតោអាយសខាំងនិគាចតិព្រះអង្គថាអ្នកស្រវឹងស៊ុបដោយសេចក្តីក្រោធតែងដល់នៅភាពជាអ្នកឥតយុស័កចងេចងាងនិយាយអត់ដឹងក្បាលដឹងកន្ទុយអត់ចេះគោរពគេអត់ចេះគោរពឯងអាហ្នឹងវាអាប់យុសអត់មានគេស្រឡាញ់គេចូលចិត្តទេកិត្តិយសគេឈ្មោះទៅណាក៏មិនល្អដែរអញ្ចឹងយើងព្យាយាមគ្របសង្កត់រក្សាកាយវាចាឲ្យបានល្អតាមរយៈមានខន្តីគ្រប់គ្រងចិត្តរបស់យើងនេះព្រះអង្គសម្ដែងថាបច្ឆាសោវិកតេកោធេអគាំងតេធោវតបតិខាងក្រោយពេលសេចក្តីក្រោធនឹងរលត់បាត់ទៅអ្នកក្រោធនោះរមែងក្តៅក្រហាយដូចត្រូវភ្លើងឆេះអញ្ចឹងដំបងឡើយដូចឆ្ងាញ់មាត់ជេរគេម៉ាំងអូបើក្នុង Facebook រងហើយចាក់ទៅបាញ់ចាក់ទៅចាក់មកជេរជ្រះឆ្អេះដាក់គ្នាអញ្ចឹងទៅប៉ុន្តែក្តៅក្រហាយគិតខ្វល់ចាំមើលអញតបវាមិនអាហ្នឹងដូចយើងដុតខ្លួនឯងអញ្ចឹងបានព្រះអង្គសម្ដែងពៀមរងាប់ដោយការមិនចងពៀនឹងឯងបើយើងបាចភ្លើងទៅបាចភ្លើងមកវាអត់ចេះរលត់ទេនេះព្រះអង្គសម្ដែងថាកោដ្ឋជាតោបរាភវូ
អ្នកមានសេចក្តីក្រោធកើតហើយជាអ្នកវិនាវិនាដោយជាក់ស្ដែងនឹងបើយើងឆ្លោះប្រកែកទាស់តែងទៅបែកបាក់ពីគ្រួសារបវាយទាត់ធាក់គេទៅបងលុយឲ្យបលិសឲ្យគេចឹងទៅអស់ហើយវិនាហើយបើត្រូវមានតំណែងតំណងអីរស់ស៊ីឆ្លោះគ្នាលែងបានរស់ស៊ីជាមួយគ្នាទៅហើយបើនិយាយឲ្យជ្រៅទៅគឺវិនាសកុសលធម៌ខាងក្នុងលែងមានចិត្តបន់ចិត្តកតញ្ញូអីកើតហើយពីព្រោះកំហឹងហ្នឹងវាទៅបំផ្លាញកុសលហ្នឹងអស់ហើយចឹងជាសរុបមកវិញគឺយើងត្រូវមានសតិស្មារតីដើម្បីដូចរក្សាកុំឲ្យកំហឹងហ្នឹងវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងបើមិនចឹងទេយើងខ្លាយទៅជាទាសកបំរើកំហឹងវាប្រើឲ្យយើងនិយាយជេរវាយទាត់ធាក់ធ្វើអំពើអាក្រក់បាបកម្មធ្លាក់នរកធ្លាក់ប្រែតដោយសារយើងជាទាសករបស់កំហឹងយើងមិនអាចលះភ្លាមបានទេប៉ុន្តែត្រូវការអប់រំខ្លួនឯងការជួយពីអ្នកដទៃជុំវិញខ្លួនការវឹកហាត់ចិត្តឲ្យបានរឿយហ្នឹងយើងដុសខាត់ក្អែលស្នឹមនឹងទីម្ដងយើងបានស្រាលពីកំហឹងហើយយើងក៏បានសុខច្រើនដែរអនុមោទនាជាបារោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែផ្នែកកាយចិត្តអត់ប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនវិបត្តិផ្លូវចិត្ត
ជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរស់រាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចោះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយកុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអី